បាទសួស្តីពុកម៉ែបងប្អូនមកថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទជាមួយនឹងឈុត8គ្រាប់ពុកម៉ែបងប្អូន8គ្រាប់ហើយដុំពេះស្នុកឈើបាទឈុតនេះគឺចេញ400វ៉ុលជាងបន្តិចពុកម៉ែបងប្អូន400វ៉ុលជាងបន្តិចដោយសារអីទឹកខាងគាត់តាំងមែនតែនបាទដាក់ត្រឹម600វ៉ុលអីគឺបាទតាំងមែនតែនក្តៅដុំពើងបាទក្តៅដុំពើងដោយសារទឹកគាត់ដូចជានៅខាងភ្នំពេញហើយទឹកចិត្តរោងចក្រហើយខាងគាត់មានតែទឹកមកធឺទេគាត់ថាចឹងហ្នឹងបងប្អូនបាទគឺជាប្រភេទទឹកតាំងមែនតែនបាទចឹងហើយខ្ញុំសម្រេចចិត្តឲ្យគាត់ប្រើ400វ៉ុលហើយគាត់ធ្លាប់ទិញពីខ្ញុំទៅមួយឈុតហើយបាទល្បាក់ប្រហែលខែដូចថាឆ្នាំទៅចឹងហ្នឹងបងប្អូនបាទហើយជាចិត្តមួយឆ្នាំបាទចិត្តមួយឆ្នាំឥឡូវគាត់អំណងមិនទេគាត់យកមួយទៀតបងប្អូនបាទគាត់យកមួយទៀតហើយទឹកខាងគាត់នោះការរៀបអាមុនគឺខ្ញុំដាក់800វ៉ុលគាត់ផ្ញើវិញបាទគាត់ថាទៅដល់ដាក់ក្នុងទឹកឡើងលឺបងប្អូនបាទរៀបមកដាក់ឲ្យគាត់400វ៉ុលជាងទើបគាត់ប្រើកើតចឹងណាបងប្អូនបាទហើយឈុត400វ៉ុលជាងគឺប្រើជាមួយនឹងទឹកតឹងគឺបានបងប្អូនបានព្រោះយើងដាក់វ៉ុលខ្ពស់ជាងនេះវាស៊ីភ្លើងផងក៏ស៊ីក្តៅក៏ក្តៅដោយសារជាប្រភេទទឹកតឹងចឹងណាបងប្អូនបាទហើយអញ្ចឹងហើយគាត់ធ្លាប់ប្រើ400វ៉ុលជាងនឹងប្រើកើតហើយគាត់ថាល្អចាប់គាត់ក៏យកឈុតដូចមុនបាទគាត់គ្រាន់តែគាត់ប្រាប់ថាដូចមុនហ្នឹងខ្ញុំចាំណាបងប្អូនបាទថាការរៀបឲ្យគាត់ហ្នឹងគឺផ្ញើទៅផ្ញើមកដូចជា2ដងនោះដូរដុំណាបងប្អូនបាទឈុតមុនគេនោះជាង1000វ៉ុលបាទដាក់ទៅស្ងាត់តម្លាក់មកនៅ600វ៉ុលនៅដាក់ទៅស្ងាត់ទេបងប្អូនបាទគាត់ថាលឺតិចមែនតែនបាទអញ្ចឹងហើយសម្រាប់ចាត់ឲ្យគាត់ប្រាប់400វ៉ុលបាទទឹកមកដល់រោងចក្របាទគាត់ធ្វើការរោងចក្រហើយប្រហែលជាប្តីគាត់ប្រហែលជារត់ត្រីតាមមើលបងប្អូនបាទអញ្ចឹងទេគាត់ធ្វើទាំងពីរម្ដងខ្ញុំក៏មិនដឹងដែរបាទដោយសារគាត់ទេមកតែពេលល្ងាចចេញពីម៉ោងរោងចក្រហើយទៅគាត់ទេមកបាទអញ្ចឹងអរគុណបងស្រីបងប្រុសមែនតើបាទគាត់ទេមកទាំង2នាក់ត្មងបាទបងប្អូនបាទទេមកទាំង2នាក់ត្មងហើយជិតនេះគឺទៅខាងពេញណាបងប្អូនបាទឥឡូវយើងតេស្តសំឡេងទាំងអស់គ្នានេះបងប្អូនសំឡេង400វ៉ុលគឺវាលឺបែបហ្នឹងបាទចូលឆ្នាំហើយបងប្អូនអើយបាទតោះតែភ្លើងអស់គ្នាបងប្អូនបាទបាទគឺភ្លើងប៉ុណ្ណឹងបងប្អូនបាទភ្លើងប៉ុណ្ណឹងបាទភ្លើងប៉ុណ្ណឹងហើយលាស់ធំបងប្អូនបាទលេខសុលមកហើយខ្ញុំបុកកំពែរាងខ្លាំងមែនតើបាទរាងខ្លាំងមែនតើដោយសារអីជាប្រភេទវ៉ុលតិចគឺយើងអាចបុកកំពែបានរាងខ្លាំងបាទដោយសារអីបើសិនជាវ៉ុលខ្ពស់គឺយើងអាចបន្ថយកំពែបន្តិចក៏បានដែរដោយសារអីដាក់កំពែខ្លាំងទៅវាក្តៅពេកអញ្ចឹងបងប្អូនបាទអញ្ចឹងកំពែនេះគឺខ្ញុំបុកយកតែមែនតើបាទតែដោយសារវាជាប្រភេទវ៉ុលតិចក៏ទៅក្តៅតាមនឹងដែរបាទហើយសម្រាប់ពុកម៉ែបងប្អូនបាទឬក៏បងប្រុសដែលកំងម៉ូទ័រវៀតណាមនៅខាងភ្នំពេញគឺបតមកដល់ហើយពុកម៉ែបងប្អូនបាទបតមកដល់ពេញហើយតែខ្ញុំមិនទាន់ផ្សេងអញ្ចឹងរងចាំស្បកបាទចាំស្បកអញ្ចឹងបងប្រុសចាំទៅប្រហែលជាស្បកមកដល់ថ្ងៃហ្នឹងហើយសម្រាប់បងនៅសៀមរាបកំង1600G គឺចេញផុតពីប្រទេសចិនហើយបងប្អូនបាទហើយយល់បាក់ពីថ្ងៃទៀតគឺដល់ហើយអញ្ចឹងបងប្រុសអាចត្រៀមជាថវិកាដើម្បីប្រគ្រប់សំខាន់គឺថវិកាដើម្បីប្រគ្រប់អញ្ចឹងបងប្អូនបាទសម្រាប់បងប្អូនមានបំណងបាទចង់ទិញម៉ូទ័រយកមកតុបប្រើផ្សារហ្នឹងឬក៏ប្រើឥឡូវហ្នឹងក៏អាចទិញបានហាយអញ្ចឹងបងប្អូនបាទដោយសារបងប្រុសទិញ1600នោះគឺគាត់ទិញមកតុករកផ្សារហ្នឹងទេបងប្អូនបាទទិញតុករកផ្សារហ្នឹងទេដោយសារទឹកវានៅតិចដែរអញ្ចឹងហើយគាត់ថាគាត់ពេលលើគាត់ទិញតុកឲ្យហើយទៅចាំដល់ពេលខែផ្សារគាត់រកតែម្ដងបាទរកតែម្ដងហើយប្រភេទ 1600G ឬក៏1600អីនេះຂະຫນາດទូកអត់មានស្ទើរទេបងប្អូនបាទមានស្ទើរទេល្បាក់ទឹក5ម៉ែត្រ6ម៉ែត្រអីនោះបាទសំខាន់តែមានត្រីហើយនឹងពុកម៉ែបងប្អូនចេះរកបាទចេះរកពុកម៉ែបងប្អូនខ្លះក៏ចេះរកបាទដូចបងប្រុសគាត់ទិញសមុទ្រ
1600G បាទគាត់ទិញមុនត្បូងគាត់ត្រង់ដូរវិញតើបងប្អូនបាទគាត់អត់ចេះប្រើបាទគាត់បកវ៉ូលីមមកកប់ចឹងហើយគាត់ប្រើផ្លែទៅវាអស់ភ្លើងបាទអស់ភ្លើងគាត់ថាបងអើយញ៉ាំភ្លើងហ្មងបាទញ៉ាំភ្លើងហ្មងគាត់ថាបើសិនតែខុសនឹងចិត្តពាក់កណ្ដាលឬពាក់កណ្ដាលទេគាត់ថាអូខេអញ្ចឹងខ្ញុំគាត់សម្រេចចិត្តថាបងឯងបើកប្រើមកវិញបាទគាត់ថាគាត់មូមកកប់ខ្ញុំថាបងឯងមូយ៉ាងហ្នឹងត្រីបើប៉ះក៏វាងាប់លឹបដែរវាអត់ដែររួចទេបាទត្រីបើបងរកជាលក្ខណៈខ្នាតតូចបើបងប្រើភ្លើងកប់អញ្ចឹងគឺវាងាប់ទៅក្រោមហើយបាទវាអត់មានទាញមកលើទេដោយសារអីភ្លើងវាខ្លាំងវល់ខ្ពស់បាទអញ្ចឹងខ្ញុំក៏សម្រេចចិត្តឲ្យគាត់ប្រើវ៉ូលីមពាក់កណ្ដាលបាទប្រើវ៉ូលីមសម្លាំងវល់ពាក់កណ្ដាលដូចជា600វ៉ុលឬក៏ល្បាក់500វ៉ុលអីហ្នឹងឯងបាទរួចហើយអាសំឡេងត្រជាក់ក្តៅនោះអានោះស្រេចតែគាត់ទេបាទស្រេចតែគាត់ទេចង់ដាក់ត្រជាក់ចង់ដាក់ក្តៅបាទពីថ្ងៃក្រោយទេមកប្រាប់ថាបងអើយបើមិនខ្ញុំដូរខកខ្លួនបាត់ដោយសារអីគឺគាត់រកបានបាទពុកម៉ែបងប្អូនគាត់រកបានហើយភ្លើងស៊ីខុសពីមុនគុណនឹង2មានន័យថាគាត់ប្រើវល់ពាក់កណ្ដាលគឺភ្លើងស៊ីខុសមុនគុណនឹង2អញ្ចឹងពុកម៉ែបងប្អូនបាទប្រើតែម៉ូតបើសិនជាស៊ីភ្លើងពុកម៉ែបងប្អូនកុំបោកលៀមអស់អីបើកត្រឹមពាក់កណ្ដាលទៅដោយសារអីសមុទ្រពេជ្រច្រើនគឺស្រីបានដល់1200វ៉ុលបាទអញ្ចឹងហើយបើយើងបើកត្រឹមពាក់កណ្ដាលគឺល្បាក់600វ៉ុលបាទងាប់ត្រីល្មមបាទងាប់ត្រីល្មមអាចទាញឡើងអាចអីមកល្មមបាទ1200វ៉ុលអីអត់ទេអាហ្នឹងដាក់ទៅទាំងអាចងាប់ទៅក្រោមហើយបាទវាឡើងអត់រួចអញ្ចឹងណាពុកម៉ែបងប្អូនបាទសម្រាប់ឈុតត្រជាក់បាទអញ្ចឹងពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ម៉ូទ័រមិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសទេបាទអាចទៅខ្ញុំបាត់បានតាមលេខទូរស័ព្ទ090 267608 លេខទាំងពីរនេះគឺសុទ្ធតែមាន Telegram បាទសម្រាប់ពុកម៉ែបងប្អូនដែលជាមួយចាស់មួយថ្មីគឺសូមជូនពរពុកម៉ែបងប្អូនបាទមានសុខភាពល្អបាទហើយជួបតែក្តីសុខបាទក្តីសុខទាំងអស់គ្នាតែម្ដងដោយសារចិត្តដល់បុណ្យចូលឆ្នាំខ្មែរបាទអរគុណជម្រាបលា